នៅព្រឹកថ្ងៃទី12ខែសីហាឆ្នាំ2026កាកបាទក្រហមកម្ពុជាបានរៀបចំវេទិកាតុកមូលពិភាក្សានិងបញ្ចេញទស្សនៈក្រោមប្រធានបទគុណតម្លៃនៃការងារស្ម័គ្រចិត្តក្រោមអធិបតីភាពឯកឧត្តមពិនចំណានសមាជិកគណៈកម្មាធិការកណ្ដាលកាកបាទក្រហមកម្ពុជាកម្មវិធីនេះបានរៀបចំឡើងតាមប្រព័ន្ធ Zoom ដោយមានសមាជិកចូលរួមពីអគ្គលេខាធិការដ្ឋានមន្ត្រីនាយកដ្ឋាននានានៃកាកបាទក្រហមកម្ពុជាយុវជនស្ម័គ្រចិត្តកាកបាទក្រហមកម្ពុជាមកពីសាកលវិទ្យាល័យមួយចំនួនក្នុងរាជធានីភ្នំពេញព្រមទាំងមន្ត្រីប្រតិបត្តិសាខាទាំង25រាជធានីខេត្តនិងមន្ត្រីអនុសាខានានាដោយឡែកសម្រាប់សាខាកាកបាទក្រហមកម្ពុជាខេត្តកណ្ដាលមានសមាជិកចូលរួមសរុបចំនួន83នាក់ដែលរួមមានមន្ត្រីក្រុមប្រតិបត្តិសាខាមន្ត្រីអនុសាខាក្រុងស្រុកទាំង13ទូទាំងខេត្តនិងទីប្រឹក្សាយុវជនកាកបាទក្រហមមកពីសាលាគោលដៅមួយចំនួនផងដែរ